បងថ្លៃខ្ញុំក៏ឃើញខ្ញុំអត់ស្រួលខ្លួនអញ្ចឹងគាត់ប្រាប់ខ្ញុំថាហើយអត់ស្រួលខ្លួនអញ្ចឹងគួរតែសម្រាប់ទៅមិនបាច់ធ្វើម្ហូបធ្វើអីទេឲ្យប្តីហ្នឹងទិញអីពីក្រៅយកមកញ៉ាំទៅមួយកូនមួយអីហ្នឹងទៅខ្ញុំក៏តបទៅបងថ្លៃវិញខ្ញុំថាខ្ញុំក៏ចង់អញ្ចឹងដែរទោះតែប្តីខ្ញុំឲ្យកូនខ្ញុំឲ្យតែថាខ្ញុំអត់ចង់ធ្វើម្ហូបអីឬក៏ខ្ញុំអត់ស្រួលខ្លួនអញ្ចឹងឲ្យគាត់ទៅញ៉ាំអីនៅខាងក្រៅអញ្ចឹងពួកគាត់អត់ដឹងញ៉ាំអីទេពេលខ្លះគាត់ញ៉ាំហើយអត់ឆ្អែតទៀតយប់ឡើងគាត់ស្អីថាឃ្លានអីចឹងទៅខ្ញុំនឹងត្រូវងើប្រូអីឲ្យគាត់ញ៉ាំទៀតអញ្ចឹងពិបាកអញ្ចឹងស៊ូខ្ញុំធ្វើតែម្ដងទៅគឺថាស្រួលជាងចាសួស្ដីបងប្អូនណាមួយខ្ញុំធ្វើឆ្អិនអញ្ចឹងខ្ញុំគ្របទុកលើតុហ្នឹងទៅចានឆ្នាំងអីហ្នឹងប្តីខ្ញុំគាត់ញ៉ាំរួចរាល់អស់ហើយគាត់អ្នកលាងអ្នកសម្អាតឲ្យយើងរៀបចំមកស្អាតខ្ញុំមិនបាច់រៀបចំអីទេស្រួលមួយយ៉ាងដែរអញ្ចឹងហើយខ្ញុំក៏នឹកឃើញថាខ្ញុំធ្វើម្ហូបឲ្យតែឆ្អិនហើយគ្របទុកលើតុឲ្យប្តីឲ្យកូនគាត់ញ៉ាំទៅជាពិសេសកូនខ្ញុំហ្នឹងតែម្ដងពេលគាត់ទៅខាងក្រៅញ៉ាំអីគាត់ញ៉ាំមិនសូវជាបានច្រើនទេអញ្ចឹងខ្ញុំក៏ធ្វើម្ហូបនៅផ្ទះគាត់ញ៉ាំទៅស្រួលមួយយ៉ាងដែរសម្រាប់ខ្ញុំបើគាត់ទៅញ៉ាំអីនៅខាងក្រៅញ៉ាំអត់ឆ្អែតហើយយប់ឡើងគាត់ទាញ៉ាំទៀតខ្ញុំត្រូវមកធ្វើឲ្យគាត់ញ៉ាំទៀតជាពិសេសកូនពៅខ្ញុំនឹងតែម្ដងគាត់ទៅញ៉ាំអីនៅខាងក្រៅនឹងញ៉ាំមិនសូវជាបានច្រើនទេតែបើគាត់ញ៉ាំបាយនៅផ្ទះអញ្ចឹងគាត់ញ៉ាំបានច្រើនជាងថ្ងៃនេះខ្ញុំធ្វើម្ហូបនេះក៏បែបងាយស្រួលដែរខ្ញុំមានសាច់3ជាន់ហើយនឹងបន្លែខ្ញុំនោះមានដូចជាស្ពៃក្តោបហើយនឹងការ៉ុតនោះខ្ញុំនឹកឃើញតាំងយកមកឆាផ្អែមប្រៃទៅបើខ្ញុំយកទៅធ្វើអីផ្សេងខ្លាចវាយូរអញ្ចឹងខ្ញុំឆាផ្អែមប្រៃទៅវាលឿនហើយកូនខ្ញុំហើយនឹងប្តីក៏គាត់ចូលចិត្តញ៉ាំដែរហ្នឹងខ្ញុំមុននឹងយកវាទៅឆាផ្អែមប្រៃហ្នឹងខ្ញុំយកវាទៅស្រុះសិនស្រុះរួចយើងហាន់អីចឹងហើយអស់ទើបខ្ញុំយកវាមកឆាខ្ញុំឆាសាច់រួចរាល់អស់ហើយទើបខ្ញុំឆាបន្លែតាមក្រោយខ្ញុំឆាបន្លែហ្នឹងឆ្អិនរួចរាល់អស់ហើយខ្ញុំក៏រៀបចំដាក់ចានទៅរួចហើយខ្ញុំក៏យកដាក់លើតុគ្របឲ្យចិត្តទុកនៅនឹងសិនទៅដល់ពេលពួកគាត់ឃ្លានឬក៏ពួកគាត់ញ៉ាំកូននិងប្តីគាត់ញ៉ាំរួចរាល់អស់ហើយប្តីខ្ញុំហ្នឹងគាត់ប្រមូលចានប្រមូលឆ្នាំងគាត់លាងទុកដាក់ឲ្យអញ្ចឹងទៅខ្ញុំមិនបាច់ធ្វើទេស្រួលមួយយ៉ាងដែរថ្ងៃនេះមិនបាច់រៀបចំលាងចានលាងឆ្នាំងទេប្តីគាត់អ្នកលាងចានលាងឆ្នាំងឲ្យគាត់មើលកូនឲ្យទៀតផងថ្ងៃនេះ